ការធ្វើអាជីវកម្មរយៈពេលខ្លីមើលលើតម្លៃរយៈពេលវែងមើលលើគុណភាពតម្លៃអាចតាក់ទាញមនុស្សបានតែមួយរយៈប៉ុន្តែគុណភាពទើបអាចរក្សាមនុស្សបានមួយជីវិតគុណភាពឈ្នះមួយពិភពលោកគុណធម៌ទទួលបានចិត្តសាធារណជនគ្មាននរណាល្ងងទៅដាក់តម្លៃខ្ពស់ពេករហូតដល់រុញអតិថិជនឲ្យដើរចេញនោះទេប៉ុន្តែក្នុងទីផ្សារសប្តាហ៍នេះសង្គ្រាមតម្លៃបានคล้ายជាជំងឺមួយអ្នកថ្មីមើលលើតម្លៃអ្នកចាស់ដេញតាមគុណភាពអ្នកបោកប្រាស់គ្មានតម្លៃដើមគ្រប់គ្នាប្រកួតប្រជែងផ្អែកលើភាពវៃឆ្លាតអ្នកធ្វើអាជីវកម្មយូរអង្វែងប្រកួតផ្អែកលើសតិសម្បញ្ញៈទាំងអស់ប្រសិនបើអ្នកខ្វល់ខ្វាយពីគុណភាពនិងសេវាកម្មសូមគោរពទទួលយកពីតម្លៃដែលស័ក្តិសមរបស់វាប្រសិនបើអ្នកចង់បានតែតម្លៃថោកសូមកុំរំពឹងថានឹងទទួលបានគុណភាពល្អប្រសិនបើអ្នកដេញតាមគុណភាពល្អសូមកុំរំពឹងថានឹងទទួលបានតម្លៃថោកតម្លៃបែបណាទំនិញបែបនោះតម្លៃថ្លៃវាមានហេតុផលរបស់វាតម្លៃថោកប្រហែលជាមិនខុសទេប៉ុន្តែច្បាស់ជាមានបង្កប់នៅហានិភ័យខាងក្នុងអ្វីដែលពិតជាអាចធ្វើឲ្យមនុស្សរំភើបពេញចិត្តមិនមែនជាតម្លៃទាបនោះទេប៉ុន្តែវាគឺជាគុណភាពដែលមានស្ថិរភាពសេវាកម្មដែលអាចទុកចិត្តបាននិងអាកប្បកិរិយាដែលអ្នកនិយាយបានធ្វើបានសរុបមកតម្លៃនៃគុណភាពនិងសេវាកម្មថោកពេកតែងតែមានហានិភ័យជោគជ័យយូរអង្វែងមិនពឹងលើការប្រកួតតម្លៃទេប៉ុន្តែពឹងលើគុណភាពល្អសេវាកម្មអាចទុកចិត្តបាននិងភាពស្មោះត្រង់